ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើត្រីបាំងកញ្ឆែតហូបសម្រាប់ត្រីបាំងកញ្ឆែតបងបានដឹងហើយសំខាន់ជាងគេបំផុតគឺគ្រឿងដែលមានជាមួយនឹងបុកត្រីចូលដោយសម្លនិងបញ្ចុកដែរត្រីដែលបុកចូលជាមួយនឹងគ្រឿងកាន់តែច្រើនកាន់ណាគឺកាន់តែឆ្ងាញ់សម្រាប់ខ្ញុំគ្រឿងបុកគឺខ្ញុំបុកគ្រឿងហើយទើបធ្វើការស្ងោរត្រីដាក់បុកចូលជាមួយគ្នាបងអាចធ្វើការបុកវាឲ្យម៉ត់ដូចនៅក្នុងវីដេអូហ្នឹងទៅកំឡុងពេលបុកគ្រឿងនឹងដែរខ្ញុំបានយកត្រីទៅបំពងលើកនេះខ្ញុំប្រើជាប្រភេទត្រីក្រហមព្រោះត្រីក្រហមមានសាច់ច្រើនហើយពេលយើងបំពងចឹងទៅយើងញ៉ាំទាំងស្បែកមានអារម្មណ៍ថាស្រួយឆ្ងាញ់ខ្លាំងមែនតើចាប់ផ្ដើមដល់ចំណុចសំខាន់នៃការឆាគ្រឿងឲ្យបងទាំងអស់គ្នាសម្រាប់ឆាគ្រឿងនេះជាទូទៅឃើញបងមួយចំនួនក៏ធ្វើមានដាក់ខ្ទិះដូងឬក៏ទឹកដោះគោស្រស់ដោយសារតែយប់ហើយអត់បានទៅទិញទេហើយនៅផ្ទះក៏អត់មានផងគឺខ្ញុំដាក់ទឹកសធម្មតាទេសម្រាប់គ្រឿងទេសខ្ញុំប្រើស្ករក្រហម1ស្លាបព្រាកាហ្វេប៊ីចេងមួយចិបជាមួយនឹងអំបិលឬក៏ទឹកត្រីបន្តិចដើម្បីឲ្យមានរសជាតិប្រៃដិតបន្តិចថែមទឹកចូលបន្តិចទៅបន្ទាប់មកបងអាចធ្វើការដាក់ជាមួយនឹងកញ្ឆែតចូលលើកនេះខ្ញុំទិញបានកញ្ឆែតឆ្លក់ទឹកអ្នកលក់ថាឆ្លក់ទឹកអត់ដែលទិញហូរវាដូចជាអត់សូវស្គាល់ប៉ុន្តែកញ្ឆែតនេះគឺខ្ចីល្អសម្រាប់ត្រីបាំងកញ្ឆែតមួយចាននេះខ្ញុំធ្វើលើកទី1បើសិនជាខុសត្រូវកន្លែងណាចាំបងជួយណែនាំផងអរគុណច្រើនបងជួបគ្នានៅវីដេអូក្រោយ